ជំរាបសួរបងប្អូនរួមជំនឿនិងបងប្អូនជនរួមជាតិជាទីស្រឡាញ់នៅថ្ងៃអាទិត្យទី26ខែកក្កដាគ្រិស្តសករាជ2020នេះខ្ញុំមានបេតិសម្មនោនាំយកព្រះរាជសារមួយដែលមានចំណងជើងថាអធិដ្ឋានសូមព្រះវិញ្ញាណបាក់សម្ដែងដកស្រង់ចេញពីអេពីសូតចំពុក1ខ15ដល់ខ23មកអធិប្បាយជូនក្រុមជំនុំព្រះគ្រីស្ទ Springvale South Church of Christ រដ្ឋ Victoria ប្រទេសអូស្ត្រាលីនិងបងប្អូនដទៃទៀតដែលកំពុងចូលរួមថ្វាយបង្គំព្រះជាម្ចាស់អនឡាញជាមួយយើងខ្ញុំសូមឲ្យបងប្អូនបានប្រកបដោយព្រះគុណនិងសេចក្តីសុខសាន្តមកអំពីព្រះអម្ចាស់អញ្ជើញពិនិត្យជាមួយខ្ញុំក្នុងអេពីសូតចំពុក1ខ15ដល់ខ16សាវកប៉ូលអរគុណព្រះជាម្ចាស់ចំពោះក្រុមជំនុំក្រុងអេពីសូសូមមើលបទគម្ពីរខ15ហេតុនេះតាំងពីពេលដែលខ្ញុំបានឮគេដំណាលអំពីជំនឿរបស់បងប្អូនក្នុងអង្គព្រះអម្ចាស់យេស៊ូវនិងអំពីសេចក្តីស្រឡាញ់របស់បងប្អូនចំពោះប្រជាជនវិសុទ្ធទាំងអស់នោះខ្ញុំអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរព្រោះតែបងប្អូនសាវកប៉ូលអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរចំពោះក្រុមជំនុំក្រុងអេពីសូទី1ក្រុមជំនុំនេះមានជំនឿរឹងមាំក្នុងអង្គព្រះអម្ចាស់យេស៊ូវនេះជាមូលហេតុទី1ដែលលោកសាវកប៉ូលអរគុណព្រះអង្គចំពោះពួកគេហើយមូលហេតុទី2ព្រោះពួកគេមានសេចក្តីស្រឡាញ់ចំពោះប្រជាជនវិសុទ្ធទាំងអស់បើធៀបមកសម័យនេះគឺប្រជាជនដ៏វិសុទ្ធមិនថាគណៈណាមិនថានិកាយណាបាទឲ្យតែជារូបកាយរបស់ព្រះយេស៊ូវគ្រីស្ទបាទអញ្ចឹងពីអង់គ្លេសថា Paul gave thanks to the Lord for the church at Ephesus for two great things. Number one, for their faith in Christ Jesus, and number two, for their love for all the saints. បាទហើយខ្ញុំចង់ឲ្យអ្នកដឹកនាំក្រុមជំនុំព្រះគ្រីស្ទ Springvale South មិនថាអ្នកដឹកនាំកម្រិតណាក៏ដោយរួមចំណែកជាមួយខ្ញុំអរគុណព្រះអង្គចំពោះសមាជិកក្រុមជំនុំចំពោះរឿងពីរមុខហ្នឹងទី1ជំនឿរបស់បងប្អូនដែលរឹងមាំក្នុងអង្គព្រះគ្រីស្ទមិនថាសម័យ COVID-19 ក៏ដោយមិនថាជប់ទុក្ខលំបាកអ្វីក៏ដោយហើយទី2ចំពោះសេចក្តីស្រឡាញ់របស់បងប្អូនចំពោះប្រជាជនដ៏វិសុទ្ធទាំងអស់មិនថាក្រុមជំនុំក្នុងវិហារតែមួយឬក៏ក្រុមជំនុំនៅទីណាក៏ដោយជាពិសេសបងប្អូនស្រឡាញ់ទាំងបងប្អូនក្រុមជំនុំនៅប្រទេសកម្ពុជាសូមព្រះជាម្ចាស់ប្រទានពរចំណុចទី2សាវកប៉ូលអធិដ្ឋានឲ្យក្រុមជំនុំក្រុងអេពីសូពិសោធន៍ជាមួយព្រះវិញ្ញាណសូមអញ្ជើញពិនិត្យក្នុងអេពីសូចំពុក1ខ16ខ17អេពីសូចំពុក1ខ16ខ17ពេលខ្ញុំអធិដ្ឋានខ្ញុំតែងតែនឹកគិតដល់បងប្អូនជានិច្ចបងប្អូននៅអេពីសូជានិច្ចណាសូមឲ្យព្រះរបស់ព្រះយេស៊ូវគ្រីស្ទអ្នកណាព្រះរបស់ព្រះយេស៊ូវគ្រីស្ទគឺព្រះបិតាណាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះរបស់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់របស់យើងគឺព្រះបិតាប្រកបដោយស្រីរុងរឿងប្រទានព្រះវិញ្ញាណឲ្យបងប្អូនមានប្រាជ្ញានិងសម្ដែងឲ្យបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់បងប្អូនជាទីស្រឡាញ់ខ្ញុំដឹងថាបងប្អូនមានព្រះវិញ្ញាណហើយតាំងពីថ្ងៃដែលបងប្អូនកាត់ជាថ្មីដូចគ្នាដែរក្រុមជំនុំនៅក្រុងអេពីសូមានព្រះវិញ្ញាណហើយបាទដំបូងពេលគេដើរជាមួយនឹងលោកអាប៉ូឡូសហើយសិតតែសាវកប៉ូលបានទៅដល់សាវកប៉ូលសួរអស់លោកអ្នកបានទទួលពិធីជាមួយទឹកហើយនៅគេថាបានជាមួយទឹកហើយជាមួយទឹករបៀបណាជាមួយទឹករបៀបលោកយ៉ូហានអញ្ចឹងបានលោកប៉ូលសួរថាចឹងហើយបានទួព្រះវិញ្ញាណនៅគេថាអត់ដែលឮផងហើយបងប៉ូលថាចឹងជាមួយទឹករបៀបណាជាមួយយ៉ូហានរបៀបយ៉ូហានអញ្ចឹងបានពោលថាអញ្ចឹងត្រូវជ្រមុជក្នុងនាមព្រះយេស៊ូវមានន័យថាជាប់ឆ្កាងជាមួយព្រះយេស៊ូវជីវិតចាស់ហ្នឹងហើយជីវិតចាស់កប់ក្នុងភ្នោជាមួយព្រះយេស៊ូវហើយជីវិតថ្មីរស់ឡើងវិញជាមួយព្រះយេស៊ូវរស់ដោយសារព្រះវិញ្ញាណមកបាទហើយទទួលការដឹកនាំពីព្រះវិញ្ញាណបម្រើព្រះជាម្ចាស់តាមព្រះវិញ្ញាណនេះពួកក្រុមជំនុំក្រុងអេផេសូក៏ទទួលពិធីជ្រមុជសារជាថ្មីក្នុងនាមព្រះយេស៊ូវហើយឥឡូវនេះពោលសរសេរសម្បត្តិទៅកាន់ពួកនឹងពោលដឹងថាពួកនឹងមានព្រះវិញ្ញាណហើយតែពោលនិយាយថាម៉េច
សូមឲ្យព្រះរបស់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់របស់យើងខ17គឺព្រះបិតាប្រកបដោយសេរីរុងរឿងប្រទានព្រះវិញ្ញាណឲ្យបងប្អូនមានប្រាជ្ញានិងសម្ដែងឲ្យបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់អញ្ចឹងសាវកប៉ូលអធិដ្ឋានឲ្យក្រុមជំនុំក្រុងអេផេសូដែលមានព្រះវិញ្ញាណហើយនោះពិសោធន៍ជាមួយព្រះវិញ្ញាណនៃប្រាជ្ញា have experience with the spirit of wisdom បាទ the spirit of wisdom និងព្រះមានពិសោធន៍ជាមួយព្រះវិញ្ញាណនៃការបើកសម្ដែង and also have experience with the spirit of revelation ចំណងជើងមេរៀនយើងគឺអីអតិសានសូមព្រះវិញ្ញាណបើកសម្ដែងខ្ញុំចង់ឲ្យបងប្អូនម្នាក់ៗដែលជាសមាជិកក្រុមជំនុំចេះទទួលការបើកសម្ដែងអំពីព្រះវិញ្ញាណបាទសូមមើលអេសាយ11ខ2ខ3ជាទំនាយជាព្យាករណ៍ជា prophecy ដែលសំដៅទៅលើអង្គព្រះយេស៊ូវគ្រីស្ទជាព្រះបុត្រានៃព្រះវិញ្ញាណនៃប្រាជ្ញាសន្ធិដ្ឋលើព្រះយេស៊ូវ the spirit of wisdom is upon Jesus បាទអេសាយ11ខ2ខ3ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងសន្ធិដ្ឋនៅលើព្រះបុត្រានោះ the spirit of the Lord will dwell upon that son ណាព្រះបុត្រានោះគឺជាព្រះវិញ្ញាណដែលផ្ដល់ប្រាជ្ញា it is the spirit of wisdom ឃើញទេ the spirit of wisdom ដែលផ្ដល់ប្រាជ្ញាឲ្យចេះពិចារណាដឹងខុសត្រូវព្រះវិញ្ញាណដែលផ្ដល់ការឆ្លៀសវៃនិងចិត្តអង្អាចព្រះវិញ្ញាណដែលបំភ្លឺឲ្យស្គាល់និងគោរពកោតខ្លាចព្រះអម្ចាស់ខ3ព្រមទាំងឲ្យមានអំណរសប្បាយក្នុងការកោតខ្លាចព្រះអម្ចាស់ចឹងព្រះវិញ្ញាណនេះជួយឲ្យអ្នកដែលជឿព្រះយេស៊ូវមានអំណរបាទមានអំណរសប្បាយពេលដែលគេដើរតាមព្រះអង្គហើយព្រះបុត្រានោះគឺព្រះយេស៊ូវមិនវិនិច្ឆ័យមិនជំនុំជម្រះតាមលក្ខណៈខាងក្រៅឡើយតាមសម្បកក្រៅឡើងឡើយគឺព្រះអង្គហើយព្រះអង្គក៏នឹងមិនកាត់ក្តីតាមដែលឮគេនិយាយដែរបាទមិនគ្រាន់តែឮចេះតែជំនុំជម្រះចេះតែកាត់ក្តីចេះតែវិនិច្ឆ័យទេគឺព្រះអង្គវិនិច្ឆ័យឬក៏ជំនុំជម្រះឬក៏កាត់ក្តីដោយពឹងលើព្រះវិញ្ញាណនៃប្រាជ្ញាពឹងលើព្រះវិញ្ញាណនៃការបើកសំណាងសូមមើលមួយទៀតព្រះបិតារបស់យើងសន្យាថានឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់អស់អ្នកណាដែលទូលសូមពីព្រះអង្គបានសន្យានៅក្នុងលូកាចំពុក11ខ11ដល់ខ13ក្នុងចំណោមអ្នករាល់គ្នាបើកូនសុំត្រីមិនដែលមានឪពុកណាមិនដែលមានឪពុកណាយកពោះអាសេរពឹសឲ្យវាទេបើកូនសុំពងមាន់ក៏មិនដែលមានឪពុកណាយកខ្យាតម្រៃឲ្យវាដែរសូម្បីតែអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ក៏ចេះឲ្យរបស់ល្អទៅកូនចុះចំណងរបស់ព្រះបិតាដែលកូននៅឋានបរមសុខតើព្រះអង្គនឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឲ្យអស់អ្នកដែលទូលសូមពីព្រះអង្គយ៉ាងណាទៅទៀតសំខាន់វាមានការសុំពីបែបអ្នកដែលជឿព្រះអង្គហើយមិនដែលដឹងថាខ្លួនមានព្រះវិញ្ញាណមិនដឹងជឿរបៀបណាមិនដែលស្បែកមកពីគ្រូមិនដែលបានប្រាប់ថាយើងមានព្រះវិញ្ញាណអញ្ចឹងហើយសង្ស័យត្រូវតែអធិដ្ឋានឲ្យដឹងច្បាស់ថាយើងបានកើតជាថ្មីយើងកើតជាថ្មីដោយសារព្រះវិញ្ញាណយើងមានព្រះវិញ្ញាណព្រះអង្គគង់ជាមួយត្រូវដឹងច្បាស់រឿងហ្នឹងបាទតែបើមានព្រះវិញ្ញាណនឹងហើយមិនដែលពិសោធន៍នៅការអស្ចារ្យមិនដែលពិសោធន៍នៅប្រាជ្ញារបស់ព្រះអង្គក្នុងការដោះស្រាយបញ្ហាមិនដែលពិសោធន៍នៅការបើកសម្ដែងព្រះអង្គឲ្យយើងយល់ព្រះបន្ទូលពេលដែលយើងអានពេលដែលយើងទន្ទិញពេលដែលយើងសេចក្ដីគិតពេលដែលយើងរៀនគម្ពីរឬក៏ពេលដែលយើងស្ដាប់គ្រូណាអធិប្បាយហ្នឹងត្រូវសុំព្រះអង្គហើយថ្ងៃនេះខ្ញុំសូមព្រះវិញ្ញាណជួយខ្ញុំឲ្យពិសោធន៍ឲ្យភ្លក់ណាឲ្យដឹងរសជាតិថាតើការបាក់សម្ដែងរបស់ព្រះវិញ្ញាណវិសេសវិសាលយ៉ាងណាអញ្ចឹងថ្ងៃនេះខ្ញុំចង់ជម្រាបឲ្យបងប្អូនយល់អំពីឧត្តមប្រយោជន៍នៃការបើកសម្ដែងរបស់ព្រះវិញ្ញាណបើយើងចង់ឲ្យព្រះវិញ្ញាណបើកសម្ដែងthìយើងយល់ថាតើវាមានប្រយោជន៍យ៉ាងម៉េចការបើកសម្ដែងនេះចំណុចដំបូងគឺព្រះវិញ្ញាណបើកសម្ដែងឲ្យបងប្អូនស្គាល់ព្រះយេស៊ូវThe first thing is the Spirit will reveal Christ to you. But the Spirit of revelation will, reveal Christ to you. បាទសូមមើលអេផេសូចំពុក1ខ17សូមឲ្យព្រះរបស់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់របស់អ្នករាល់គ្នាជាព្រះអម្ចាស់របស់យើងគឺព្រះបិតាប្រកបដោយសេរីរុងរឿងប្រទានព្រះវិញ្ញាណឲ្យបងប្អូនមានប្រាជ្ញានិងសម្ដែងឲ្យបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់បាទគឺព្រះអង្គចង់ឲ្យយើងស្គាល់ព្រះយេស៊ូវ the knowledge of Christ
ឲ្យយើងស្គាល់ព្រះយេស៊ូវ personally ស្គាល់ព្រះអង្គផ្ទាល់ខ្លួនបាទអញ្ចឹងសូមជម្រាបបងប្អូនថាព្រះវិញ្ញាណដ៏វិសុទ្ធដែលគង់នៅក្នុងដួងចិត្តបងប្អូនម្នាក់ៗនេះអាចបើកសម្ដែងដួងចិត្តយើងភ្នែកនៃដួងចិត្តយើង the eyes of your heart បាទ the eyes of your mind ហ្នឹងហើយបើឲ្យបងប្អូនស្គាល់ព្រះយេស៊ូវច្បាស់ផ្ទាល់ខ្លួនអញ្ចឹងថ្ងៃនេះសូមយើងរៀនអធិដ្ឋានសូមការបាក់សម្ដែងពីព្រះវិញ្ញាណ Let us learn all together today to pray for the spirit of revelation to reveal Christ to you so that you will know him personally ពេលណា when you read the Bible ពេលបងប្អូនអានព្រះគម្ពីរ when you study the Bible ពេលបងប្អូនសិក្សាព្រះគម្ពីរ when you meditate on the word of God in the Bible when you ពេលយើងសេចក្ដីគិតព្រះបន្ទូលក្នុងព្រះគម្ពីរ when you memorize scripture ពេលបងប្អូនទន្ទិញបទគម្ពីរណាមួយនិងពេលបងប្អូនស្ដាប់សេចក្តីអធិប្បាយរបស់អ្នកណាមួយ and when you listen to a message preached by someone else បាទឥឡូវនេះបងប្អូនកំពុងស្ដាប់ខ្ញុំអធិប្បាយបងប្អូនអាចអធិដ្ឋានព្រះវិញ្ញាណហើយសូមបាក់សម្ដែងឲ្យខ្ញុំពេលឮព្រះបន្ទូលសូមធ្វើបន្ទាល់សូមបាក់សម្ដែងឲ្យខ្ញុំស្គាល់ព្រះយេស៊ូវគ្រីស្ទផ្ទាល់ខ្លួនអាមែនជាមួយខ្ញុំទេអាមែនបាទអញ្ចឹងចំណុចមួយទៀតព្រះវិញ្ញាណបាក់សម្ដែងឲ្យបងប្អូនយល់ថាបងប្អូនមានសេចក្តីសង្ឃឹមមិនឲ្យបងប្អូនស្គាល់ព្រះយេស៊ូវឥឡូវនេះបងប្អូនយល់ថាបងប្អូនមានសេចក្តីសង្ឃឹមអេពីសូត 1:18 ពេលខ្ញុំរៀបចំមេរៀនដល់ខ 18 នេះខ្ញុំដឹងថាយើងកំពុងរស់ក្នុងភាពមួយដែលអស់សង្ឃឹមព្រោះស្រុកខ្មែរកូវីដមករលកទី2ហើយបាទលើករលកទី1កន្លងផុតអត់មានអ្នកស្លាប់ទេឥឡូវនេះចាប់ដើមមានមនុស្សដែលរងគ្រោះដោយកូវីដជាលើកទី2ហើយខ្ញុំមិនដឹងថានៅអូស្ត្រាលីមានរលកទី2ដែរអត់ប៉ុន្តែពិភពលោកទាំងមូលកំពុងរងការគំរាមកំហែងមនុស្សខ្លះអស់សង្ឃឹមប៉ុន្តែបទគម្ពីរនេះអេពីសូត 1:18 ថាម៉េចព្រះវិញ្ញាណបើសិនឯបងប្អូនយល់ថាបងប្អូនមានសេចក្តីសង្ឃឹមតាសូមមើលខ 18 សូមព្រះបិតាបំភ្លឺចិត្តគំនិតរបស់បងប្អូនឲ្យយល់ថាដោយព្រះអង្គត្រាស់ហៅបងប្អូនបាទបងប្អូនមានសេចក្តីសង្ឃឹមយ៉ាងណាការត្រាស់ហៅរបស់ព្រះមិនមែនត្រាស់ហៅឲ្យមកអស់សង្ឃឹមទេគឺត្រាស់ហៅមកឲ្យមានសង្ឃឹមឲ្យមានអនាគតឲ្យចម្រុងចម្រើនហើយអញ្ចឹងខ្ញុំសូមជម្រាបតទៅទៀតថាសេចក្តីសង្ឃឹមបើយើងមើលក្នុងរ៉ូមចំពុក 5 ខ 5 ថាម៉េចសេចក្តីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ hope never fail you ណាមិនដែលធ្វើឲ្យយើងខកចិត្តឡើយបាទព្រោះព្រះជាម្ចាស់បានចាក់បង្ហូរប្រហាតីស្រឡាញ់របស់ព្រះអង្គមកក្នុងចិត្តយើងបាទ because God has poured out his love and fill his love in your heart ដោយប្រទានព្រះវិញ្ញាណដ៏ពិសិដ្ឋមកយើង by giving us the Holy Spirit បាទដោយសារយើងមានព្រះវិញ្ញាណនៅក្នុងចិត្តយើងមានសេចក្តីសង្ឃឹមហើយសេចក្តីសង្ឃឹមនេះមិនធ្វើឲ្យយើងខកចិត្តឡើយសូមជាមួយខ្ញុំមានព្រះវិញ្ញាណខ្ញុំមានសេចក្តីសង្ឃឹមសេចក្តីសង្ឃឹមនេះមិនឲ្យខ្ញុំខកចិត្តឡើយបាទមិនឲ្យខកចិត្តក្នុងការរកការងារធ្វើមិនឲ្យខ្ញុំខកចិត្តក្នុងការគ្រប់គ្រងគ្រួសារមិនឲ្យខ្ញុំខកចិត្តក្នុងការចិញ្ចឹមកូនមិនឲ្យខ្ញុំខកចិត្តក្នុងការប្រកបអាជីវកម្មមិនឲ្យខ្ញុំខកចិត្តក្នុងការបម្រើព្រះជាម្ចាស់មិនឲ្យខ្ញុំខកចិត្តក្នុងការបង្រៀនក្រុមជំនុំឲ្យចម្រើនលូតលាស់ទោះបីពេលខ្លះបង្រៀនទៅមិនឃើញលូតលាស់ក៏ដោយឲ្យមានសង្ឃឹមបាទចំណុចមួយទៀតគឺរ៉ូម 15 ខ 13 ថាម៉េចសូមព្រះជាម្ចាស់ជាប្រភពនៃសេចក្តីសង្ឃឹមណាព្រះជាប្រភពនៃសេចក្តីសុខសាន្តផងព្រះជាប្រភពនៃសេចក្តីសង្គ្រោះផងព្រះជាប្រភពនៃសេចក្តីស្រឡាញ់ផងឥឡូវនេះព្រះជាប្រភពនៃសេចក្តីសង្ឃឹមប្របងប្អូនដែលមានជំនឿបងប្អូនជឿព្រះយេស៊ូវទេជឿអញ្ចឹងបើបងប្អូនជឿព្រះយេស៊ូវនេះពាក្យអធិដ្ឋានរបស់ប៉ូលក៏ដូចពាក្យរបស់ខ្ញុំថាសូមឲ្យព្រះជាម្ចាស់ជាប្រភពនៃសេចក្តីសង្ឃឹមប្របងប្អូនដែលមានជំនឿឲ្យបានពោពេញដោយអំណរញឹមឡើងពោពេញដោយអំណរបាទមាត់យើងត្រូវតែរីកស្រស់ប្រំប្រៃណានិងសេចក្តីសុខសាន្តគ្រប់ប្រការដើម្បីបងប្អូនមានអីមានសង្ឃឹមយ៉ាងម៉េចយ៉ាងបរិបូរណ៍ហូរហៀដោយសាររតិនភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះវិញ្ញាណណាគង់នៅក្នុងដួងចិត្តយើងម្នាក់រ៉ូមចំពុក 15 ខ 13 អញ្ចឹងសូមនិយាយvớiខ្ញុំមានជំនឿលើព្រះយេស៊ូវគ្រីស្ទខ្ញុំមានព្រះវិញ្ញាណគង់ជាមួយខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងបរិបូរណ៍ហូរហៀហើយខ្ញុំពេញដោយអំណរនិងសេចក្តីសុខសាន្តគ្រប់ប្រការ
ក្នុងកលៈទេសៈណាក៏ដោយបាទមួយទៀតឧត្តមប្រយោជន៍នៃព្រះវិញ្ញាណដែលបើកសំដែងពុទ្ធមេរៀនយើងគឺអធិដ្ឋានអីសុំព្រះវិញ្ញាណបើកសំដែងព្រះវិញ្ញាណបើកសំដែងមានប្រយោជន៍អីទៀតឧត្តមប្រយោជន៍ទី3ព្រះវិញ្ញាណបើកសំដែងឲ្យបងប្អូនយល់ថាបងប្អូនមានសេរីរុងរឿងមិនមានអីសង្ឃឹមណាឥឡូវមានអីសេរីរុងរឿងមានសេរីល្អមនុស្សដែលមានសេរីល្អទឹកមុខកម្ៅឬក៏ស្រស់ប្រំប្រៃស្រស់ផូរផង់ក៏បានដែរណាស្រស់ផូរផង់ស្រស់ប្រំប្រៃបាទនេះឯងនេះអ្នកដែលមានសេរីរុងរឿងអ្នកដែលមានសេរីល្អអ្នកដែលមានសេរីសុស្ដីសូមមើលក្នុងបទគម្ពីរដដែលអេពីសូតចំពុក1ខ18ខខាងក្រោមសូមព្រះបិតាបំភ្លឺចិត្តគណិតបងប្អូនណាបាទឲ្យយល់ថាសូមព្រះបិតាបើកសំណែងដល់ចិត្តគណិតបងប្អូនឲ្យយល់ថាដោយព្រះអង្គត្រាស់ឲ្យបងប្អូនមានសេរីសង្ឃឹមយ៉ាងណានឹងយល់ថាដោយបងប្អូនទទួលមរតករបស់ព្រះអង្គរួមជាមួយប្រជាជនវិសុទ្ធគឺយើងនឹងទទួលមរតករួមជាមួយប្រជាជនដ៏វិសុទ្ធទាំងអស់រួមមួយលោកអាប់រ៉ាហាំរួមជាមួយលោកអ៊ីសាក់ណាបងប្អូននឹងមានសេរីរុងរឿងដ៏ប្រសើរលើសលប់យ៉ាងណាដែរសូមយាមញ៉ាំសេរីរុងរឿងដ៏ប្រសើរលើសលប់បាទនេះមិនសេរីរុងរឿងកប៉ិចកប៉ុកបន្តិចតួចហ្នឹងទេសេរីរុងរឿងដ៏ប្រសើរលើសលប់បងប្អូនជាទីស្រឡាញ់យើងទាំងអស់គ្នាដែលគ្មានស្បៃនៅបាំងមុខណាលោកប៉ូលបានសរសេរក្នុងកូរិនថូសខ្សែទី2ចំពុក3ខ18ពីមុនយើងម្នាក់សុទ្ធតែមានអីមានស្បៃបាំងមុខយើងអានកាពីសញ្ញាចាស់ជាពិសេសអានកាន់កាពីទាំង5កាន់របស់លោកម៉ូសេលោកកបាត់និខមនាងលេវីវេនីជនកណនីបាទលោកកបាត់និខមនាងលេវីជនកណនីនឹងទុតិយកថាកន្លងមកយើងអានរកតែតាមមនុស្សនេះល្អត្រង់ណាតាមមនុស្សនេះមានវីរភាពត្រង់ណាតាមមនុស្សនេះមានគំរូអីដែលគួរឲ្យយើងអនុវត្តតាមបានបើយើងយកបានគំរូវីរៈបរិទាំងអស់នោះឬវីរៈនេះទាំងអស់នោះមកហើយធ្វើតាមបានទៅយើងក៏ស្កប់ចិត្តធ្វើតាមបានទៅពេលខ្លះយើងក៏មានអំនួតថាយើងដូចជាក្រាន់បើដែរឬក៏ពេលខ្លះអួតខ្លាំងថាយើងប្រសើរជាងអ្នកដទៃតែដល់ពេលធ្វើតាមមិនបានយើងបាក់ទឹកចិត្តយើងអស់សង្ឃឹមមកថាអញខ្ញុំចោលមកសៀតខ្ញុំធ្វើតាមបទគម្ពីរមិនបានឃើញទេបើធ្វើបានទៅជាមានអំនួតធ្វើតាមមិនបានទៅជាបាក់ទឹកចិត្តនេះរបៀបអានគម្ពីរដែលមានស្បៃបាំងមុខមិនសម្លឹងឲ្យឃើញព្រះគ្រីស្ទនៅក្នុងបទគម្ពីរឲ្យឃើញខ្លួនយើងនៅក្នុងបទគម្ពីរទៅវិញហើយទូទៅឃើញខ្លួនឯងមិនសូវជាឃើញល្អប្រហែលទេច្រើនតែឃើញខ្លួនឯងបរាជ័យបើកស្បៃចេញមានន័យថាឈប់សម្លឹងមើលខ្លួនឯងសម្លឹងមើលព្រះគ្រីស្ទក្នុងបទគម្ពីរព្រោះតួឯកសំខាន់នៃព្រះគម្ពីរទាំងមូលគឺអ្នកណាឆ្លើយមកព្រះយេស៊ូវគ្រីស្ទព្រះបិតាចាត់ព្យាការីមួយណាក៏ដោយតាំងពីសម្ព័ន្ធមេត្រីចាស់រហូតដល់មកសម្ព័ន្ធមេត្រីថ្មីអ្នកបម្រើព្រះអង្គពន្ធការីណាមួយក៏ដោយគឺមកធ្វើបន្ទាល់មកប្រកាសអំពីអ្នកណាដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទអញ្ចឹងយើងទាំងអស់គ្នាដែលគ្មានស្បៃបាក់នៅបាំងមុខដែលគ្មានស្បៃនៅបាំងដួងចិត្តយើងបញ្ចេញសេរីរុងរឿងរបស់ព្រះអង្គម្ចាស់ដែលចាំងមកលើយើងអញ្ចឹងពេលយើងអានបទគម្ពីរជាពិសេសបទគម្ពីរសម្ព័ន្ធមេត្រីចាស់បទគម្ពីរលោកម៉ូសេយើងឃើញព្រះគ្រីស្ទនៅក្នុងហ្នឹងយើងឃើញព្រះគុណរបស់ព្រះគ្រីស្ទនៅក្នុងហ្នឹងយើងឃើញបហារតីមេត្តារបស់ព្រះគ្រីស្ទនៅក្នុងហ្នឹងសេរីរុងរឿងរបស់ព្រះអង្គភ្លឺមកលើយើងហើយដល់យើងអត់មានស្បែកបាំងមុខយើងក៏ភ្លឺតបទៅវិញបាទភ្លឺឆ្លោះតទៅវិញបញ្ចាំងដាក់ស្វ័យនឹងទៅវិញបាទហើយពេលយើងទទួលពន្លឺហ្នឹងទទួលភាពរុងរឿងហ្នឹងហើយយើងបញ្ចេញពន្លឺហ្នឹងហើយបញ្ចេញភាពរុងរឿងហ្នឹងយើងនឹងផ្លាស់ប្រែដូចព្រះអង្គ we are being transformed into his image បាទ from glory to glory ផ្លាស់តិចម្ដងសត្វតែថ្ងៃមួយគឺឃើញយើងដូចព្រះយេស៊ូវគ្រីស្ទមកហើយបទកាពីថាម៉េចកូរិនថូសខ្សែទី2ចំពុក3ខ18 2 Corinthians chapter 3 verse 18ថាម៉េច this is the work of the spirit of the Lord ហើយព្រះវិញ្ញាណនៅណាឆ្លើយមកនៅក្នុងដួងចិត្តខ្ញុំ Transformation is the work of the Holy Spirit within you but you have a part you got to take part in it you got to remove the veil from your face to behold Jesus and his glory and his mercy ត្រូវតែដកស្បែកចេញដើម្បីសម្លឹងឲ្យឃើញព្រះគ្រីស្ទនៅបទកាពីណាក៏ដោយឲ្យឃើញព្រះគុណនិងក្តីមេត្តារបស់ព្រះអង្គអាមែនជាមួយខ្ញុំមានអត់បាទចំណុចខគឺចំណុចទី4បាទព្រះវិញ្ញាណបើកសំណាយបងប្អូនយល់ទៀតណាបងប្អូនមានឫទ្ធានុភាព
ឃើញទេ the spirit of revelation ឃើញទេ will help you to understand that you have the power of God ណាមិនមានសេរីរុងរឿងមុនមានសេរីរុងរឿងមានសេចក្តីសង្ឃឹមណាបាទលើនេះអស់ពីមានសង្ឃឹមមានសេរីរុងរឿងអស់មានសេរីរុងរឿងមានឫទ្ធានុភាពបាទសូមមើលអេពីសូតចំពោះ1ខ19ដល់ខ21បាទសូមព្រះអង្គប្រទានឲ្យបងប្អូនយល់ណាយល់ទៀតថាឫទ្ធានុភាពដ៏អស្ចារ្យបំផុត this great power ដែលព្រះអង្គសម្ដែងមកបាទជាប្រយោជន៍ដល់យើងព្រះអង្គសម្ដែងឫទ្ធានុភាពនេះជាប្រយោជន៍ដល់យើងជាអ្នកដែលជឿគឺ for those who believe មានទំហំធំធេងយ៉ាងណា how great this power is ណាស្របតាមមហិទ្ធិឫទ្ធិនៃបច្ចេស្តាដ៏ខ្លាំងក្លាដែលព្រះអង្គបានសម្ដែងក្នុងអង្គព្រះគ្រីស្ទគឺព្រះអង្គធ្វើអ្វីទាំងអស់ក្នុងអង្គព្រះយេស៊ូវគ្រីស្ទឥឡូវនេះក្នុងព្រះគ្រីស្ទព្រះគ្រីស្ទជាសេរសាយើងទាំងអស់គ្នាជាសរីរាង្គនៃរូបកាយព្រះអង្គយើងមានឱកាសនឹងភ្លក់នឹងពិសោធន៍នៅឫទ្ធានុភាពរបស់ព្រះវិញ្ញាណដែលគង់នៅក្នុងព្រះគ្រីស្ទហើយធ្វើការតាមរយៈព្រះគ្រីស្ទដែលជាសេរសារបស់យើងសូមមើលខ20ព្រះអង្គបានសម្ដែងមហិទ្ធិឫទ្ធិនេះមហិទ្ធិឫទ្ធិនឹងគឺ power នឹងឯង this great power បាទដោយប្រោសព្រះគ្រីស្ទឲ្យមានបច្ចុប្បន្នរស់ឡើងវិញព្រះគ្រីស្ទដែលសោយទាមង្គតប្រមាណថ្ងៃ3ថ្ងៃហើយនៅព្រះវិញ្ញាណនេះសម្ដែងឫទ្ធានុភាពប្រោសព្រះអង្គឲ្យរស់ឡើងវិញបានហើយឥឡូវព្រះគ្រីស្ទគង់នៅណាសំលឹកដៃស្ដាំនិយាយមកខ្ញុំជឹកអុលទៅលើនឹងប្រោសព្រះអង្គឲ្យគង់នៅខាងស្ដាំព្រះជាម្ចាស់នៅឋានអីបរមសុខហើយខ21ខ្ពស់ជាងវត្ថុស័ក្តិសិទ្ធិគ្រប់យ៉ាងខ្ពស់ជាងអ្វីៗដែលមានអំណាចខ្ពស់ជាងអ្វីៗដែលមានឫទ្ធិខ្ពស់ជាងអ្វីៗដែលមានបារមីគ្រប់គ្រងនិងខ្ពស់លើសអ្វីៗដែលមានឈ្មោះមិនត្រឹមតែនៅលោកនេះប៉ុណ្ណោះទេគឺទាំងនៅលោកខាងមុខទៀតផងមិនហៅថាបរលោកឬក៏បរលោកខាងមុខបាទអញ្ចឹងបងប្អូនជាទីស្រឡាញ់ដោយសារព្រះគ្រីស្ទជាសេរសារបស់ក្រុមជំនុំគង់នៅខាងស្ដាំព្រះបិតានៅឋានបរមសុខយើងដែលជាប្រកាយរបស់ព្រះគ្រីស្ទក៏នៅខាងស្ដាំព្រះបិតានៅឋានបរមសុខរួមជាមួយព្រះគ្រីស្ទដែរសូមខ្ញុំនៅណាខាងស្ដាំអីបល្ល័ង្ករបស់ព្រះបិតានៅឯណាឋានបរមសុខសូមខ្ញុំសេរសានៅទីណាព្រះកាយនៅទីនោះបាទអញ្ចឹងព្រះគ្រីស្ទនៅទីណារូបកាយព្រះអង្គគឺក្រុមជំនុំនៅទីនោះតែគិតទៅឋានសួគ៌នៅតាមបរមសុខយើងនៅឋានសួគ៌យើងនៅឋានបរមសុខជាមួយព្រះអង្គសូមស្ដាប់តទៅទៀតព្រះវិញ្ញាណបើកសម្ដែងឲ្យយើងយល់ណាឲ្យយើងយល់ថាយើងមានឫទ្ធានុភាពរួមជាមួយព្រះគ្រីស្ទតែគេមានឫទ្ធានុភាពពិសេសវិសាលអស្ចារ្យយ៉ាងណាយើងជារូបកាយព្រះអង្គបានទទួលឫទ្ធានុភាពនេះពីព្រះអង្គយ៉ាងនោះដែរគឺមានឫទ្ធានុភាពលើអស់ទាំងពួកគ្រប់គ្រងទាំងអស់above all rule និយាយមកខ្ញុំលើអស់ទាំងពួកគ្រប់គ្រងបាទហើយ above all authority លើសិទ្ធិអំណាចទាំងអស់ទាំងអស់នេះខាងអស់នេះលើសិទ្ធិអំណាចទាំងអស់បាទទៀត above all power ថាម៉េចលើឫទ្ធិបារមីទាំងអស់មិនต้องទោះបារមីក៏ដោយណាបារមីទាំង10បារមីទាំង20បារមី21 25បារមីក៏ដោយបារមីប្រហែលដែរព្រះអង្គឲ្យយើងមានអីឫទ្ធានុភាពលើបារមីទាំងអស់ទៀត above all dominion ឲ្យមានបារមីឲ្យមានឫទ្ធានុភាពលើមេទាំងអស់ណាលើមេទាំងអស់ទាំងអស់នេះលើមេទាំងអស់ហើយនឹងមានអីទៀតឫទ្ធានុភាពលើនាមទាំងអស់នាមណាក៏ដោយបាទលើនាមទាំងអស់ above every name ហើយនាមមិនថានាមនឹងដែលមានឈ្មោះកត់ទុកនៅលោកនេះក្តីនិងនាមដែលត្រូវកត់ទុកនៅលោកខាងមុខក្តីនៅរួមជាមួយព្រះយេស៊ូវយើងមានឫទ្ធានុភាពលើអ្វីទាំងអស់សូមខ្ញុំនៅរួមជាមួយព្រះយេស៊ូវខ្ញុំមានឫទ្ធានុភាពរួមជាមួយព្រះអង្គលើអ្វីទាំងអស់បាទលើទាំងអំណាចនៅឋានសួគ៌យើងនៅក្រោមតែព្រះជាម្ចាស់ព្រះបិតានៅតែក្រោមព្រះបុត្រានៅតែក្រោមព្រះវិញ្ញាណនេះណាហើយបើគេថាពេលខ្លះក្រោមទេវតាបន្តិចតែក្រៅពីហ្នឹងយើងលើអរុកអរិយអ្នកតាទាំងអស់ណាសบายចិត្តទេស្ដាប់ព្រះបន្ទូលថ្ងៃនេះសบายចិត្តឬខកចិត្តមានបាទមានប្រពរឬក៏មិនមានប្រពរបាទតោះចំណុចទី5ព្រះវិញ្ញាណបាក់សម្ដែងឲ្យបងប្អូនយល់ថាបងប្អូនមានភាពពេញ
ពោរបស់ព្រះគ្រីស្ទ The spirit of revelation will help you to know that you have the fullness of Christ ណា the fullness of Christ ភាពពេញពោរបស់ព្រះគ្រីស្ទអេពីសូត6ខ22ដល់ខ23សូមមើលខ22ព្រះជាម្ចាស់បានបង្ក្រាបអ្វីទាំងអស់ឲ្យនៅក្រោមបាទីរបស់ព្រះគ្រីស្ទសម័យមើលបើព្រះគ្រីស្ទជាសេរសាហើយយើងជាសមាជិករបស់ព្រះកាយព្រះអង្គរកពីណាមករកពីកចុះមកខ្ពស់បំផុតកនេះហើយចុះទីបំផុតស្អីបាតជើងព្រះបាទីរបស់ព្រះអង្គនឹងឯងបទកពីនេះនិយាយថាអ្នកតូចបំផុតអ្នកអន់បំផុតក្នុងចំណោមសមាជិកក្រុមជំនុំនៅតែមានអំណាចលើវិញ្ញាណអាក្រក់ទាំងអស់សូមស្ដាប់ព្រះជាម្ចាស់បានបង្ក្រាបអ្វីទាំងអស់ឲ្យនៅក្រោមបាទីរបស់ព្រះគ្រីស្ទសរីរាង្គឬក៏អវយវៈដែលទុនទាបដែលតូចតាចជាងគេហ្នឹងបានន័យថាអ្នកជឿថ្មីបើឬក៏អ្នកជឿវ័យក្មេងឬក៏អ្នកទំនឹងជឿហ្នឹងដែលតូចតាចហ្នឹងព្រមទាំងប្រទានឲ្យព្រះអង្គគង់នៅលើអ្វីទាំងអស់ធ្វើជាអីចអល់សេរសាលើក្រុមជំនុំអញ្ចឹងបើព្រះអង្គជាសេរសាយើងជាអីខំ23យើងក្រុមជំនុំជាអីព្រះកាយរបស់ព្រះអង្គប្រកាយគិតពីណាមកណាត្រឹមកចូលមកព្រះបាទទាបាទពីព្រះសរងកដល់ព្រះបាទទាបាទជើងឬក៏ជើងព្រះអង្គហើយព្រះគ្រីស្ទផ្ទាល់ក៏បានពោពេញដោយគ្រប់លក្ខណៈសម្បត្តិរបស់ព្រះជាម្ចាស់ដែរអញ្ចឹងយើងបានភាពពេញពោរបស់ព្រះគ្រីស្ទហើយព្រះគ្រីស្ទមានភាពពេញពោរបស់ព្រះជាម្ចាស់យើងនិយាយ3ឃ្លាចូលគ្នាមកនៅរួមជាមួយព្រះគ្រីស្ទទាំងអស់នេះនៅរួមជាមួយព្រះគ្រីស្ទដោយមានព្រះគ្រីស្ទជាសេរសាខ្ញុំជាសរីរាង្គកាយមួយខ្ញុំមានភាពពេញពោរបស់ព្រះគ្រីស្ទខ្ញុំមានភាពពេញពោរបស់ព្រះវិញ្ញាណខ្ញុំមានភាពពេញពោរបស់ព្រះជាម្ចាស់បាទ I have the fullness of Christ I have the fullness of the Holy Spirit I have the fullness of God in me ដោយសារអ្នកណាដោយសារព្រះយេស៊ូវជាសេរសាដោយសារព្រះយេស៊ូវស្រឡាញ់យើងអាមែនទេចឹងយើងទាំងអស់គ្នាដែលជាព្រះកាយរបស់ព្រះគ្រីស្ទបាទដែលអង្គនេះថាម៉េច we are all who are the body of Christ ឬក្រុមជំនុំរបស់ព្រះគ្រីស្ទ who are the church of Christ យើងមានអំណាចទានផ្សេងគ្នា we have different gifts យើងមានអំណាចទានផ្សេងគ្នាហើយមានទេពកោសល្យឆ្លើយមកផ្សេងគ្នាបាទ different talents ហើយយើងមានជំនាញឆ្លើយមកផ្សេងគ្នាហើយយើងមានតួនាទីឆ្លើយទៀតយ៉ាងម៉េចផ្សេងគ្នាហើយយើងមានបន្តកិច្ចមុខងារបម្រើផ្សេងគ្នាចុះអង្គនេះថា as part of the body of Christ we have different gifts different talents different skills ហើយ different roles ហើយនឹង different ministry ប៉ុន្តែយើងបម្រើគោលបំណងតែមួយរបស់ព្រះជាម្ចាស់ but we serve the one and the same purpose of God and we serve one and the same God amen យើងបម្រើព្រះតែមួយយើងបម្រើគោលបំណងតែមួយរបស់ព្រះជាម្ចាស់ហើយរឿងនេះមានបញ្យលបំភ្លឺក្នុងករិនថូសខ្សែទី1ចំពុក12បាទបងប្អូនជាទីស្រឡាញ់អញ្ចឹងថ្ងៃនេះខ្ញុំចង់បញ្ចប់ជាមួយភាពពេញពោរបស់ព្រះគ្រីស្ទជាស្អីណាស្អីជាភាពពេញពោក្នុងក្រុមជំនុំមានភាពពេញពោរបស់ព្រះគ្រីស្ទព្រះគ្រីស្ទមិនត្រូវការឲ្យក្រុមជំនុំមានលក្ខណៈពេញលេញឬក៏ពេញវ័យមុនទើបព្រះអង្គជ្រើសរើសទេខុសពីមនុស្សទៅតែដឹងគ្នាតតែពេញវ័យបានតែដឹងបានដោយបទចម្រៀងសម័យខ្ញុំនៅកូនសិស្សសាលាវិទ្យាល័យលោកមុលកម៉ាច់និយាយពីបទបងរុងចាំច័ន្ទយូរណាស់មកហើយចាំតាំងពីច័ន្ទមកកើតរហូតដល់ចាំពេញច័ន្ទពេញបូឬមិនណាជំរុងចាំច័ន្ទយូរណាស់មកហើយកាលពីដើមឡើយច័ន្ទនៅក្មេងខ្ចីឥឡូវនេះច័ន្ទរះពេញបូរមីអង្គអោច័ន្ទថ្លៃពេញរូបពេញរាងហើយណាព្រះគ្រីស្ទអត់ចាំយើងពេញវ័យទេព្រះគ្រីស្ទអត់ចាំយើងពេញលក្ខណៈទេព្រះគ្រីស្ទអត់ចាំយើងពេញដោយសេរីរុងរឿងទេព្រះអង្គជ្រើសរើសយើងតាំងពីយើងនៅកប៉ិចកប៉ុកនៅតូចតាចនៅថោកទាបនៅទុនទាបអត់តម្លៃគេប្រមាថគេមើងងាយព្រះអង្គយកយើងមកដើម្បីបំពេញអ្វីទាំងអស់ឲ្យយើងគ្រប់លាក់ឡើងតែដៃអរគុណព្រះអង្គនេះជាដំណឹងល្អព្រះអង្គមានផែនការបំពេញគំជំនុំរបស់ព្រះអង្គដោយភាពពេញពោពីមុខតោះសូមលើក
ណាមានដៃស្ដាំចូលខ្ញុំភាពពេញពោនៃព្រះពរគ្រប់យ៉ាងរបស់ព្រះគ្រីស្ទអានឹងមេរៀនខែមុនមានហើយណាall the spiritual blessings of Christ អានឹងយើងមានទី2លើកមេដៃមួយទៀតបំពេញយើងដោយភាពពេញពោនៃព្រះអំណោយទានរបស់ព្រះគ្រីស្ទពីមុន the fullness of the blessings of Christ ណាឥឡូវនេះ the fullness of the gift of Christ នេះយើងយល់ពីភាពពេញពោនៃព្រះអំណោយទានរបស់ព្រះគ្រីស្ទអញ្ចឹងសង្ខេបឡើងវិញអេពេសូរចំពុក1ខ4ខ12ភាពពេញពោនៃព្រះពររបស់ព្រះគ្រីស្ទគឺអីខ្លះទី1យើងបានទទួលការជ្រើសរើសក្នុងអង្គព្រះគ្រីស្ទណាទី2យើងទទួលការតម្រូវទុកជាមុនឲ្យធ្វើជាបុត្រារបស់ព្រះជាម្ចាស់ហើយទី3យើងទទួលការលួស redemption ដោយព្រះរហ័តរបស់ព្រះគ្រីស្ទយើងសុទ្ធតែបានទទួលហើយបពរនឹងហើយទី4យើងទទួលការលើកលែងទោសឲ្យរួចពីបាបទាំងអស់មែនទេមែនហើយទី5យើងទទួលតម្រេះនិងប្រាជ្ញាគ្រប់យ៉ាងពីព្រះជាម្ចាស់ហើយទី6យើងស្គាល់អកំបាំងនៃបំណងបហាតីរបស់ព្រះជាម្ចាស់នៃព្រះឆន្ទៈរបស់ព្រះជាម្ចាស់ we know the mystery of the will of God ហើយទី7យើងជាទាយាទក្នុងអង្គព្រះគ្រីស្ទ and we are heirs in Christ អានឹងព្រះពរយើងបានពេញពោអត់មានណាបានកន្លះកាហេតុទេពេញពោទាំងអស់គ្នាទាំងអស់គ្នាខ្ញុំមានភាពពេញពោនៃព្រះពររបស់ព្រះគ្រីស្ទឥឡូវនេះខ្ញុំមានភាពពេញពោនៃព្រះអំណោយទានរបស់ព្រះគ្រីស្ទ I have the fullness of the gifts of Christ អេពេសូរ4ខ10ខ13ដែលខ្ញុំចង់បង្ហាញនេះក្រុមជំនុំមានភាពពេញពោនៃព្រះអំណោយទានរបស់ព្រះគ្រីស្ទបាទអេពេសូរ4ខ10ដល់ខ13ព្រះអង្គដែលបានយាងចុះមកយាងចុះពីណាមកពីឋានរមសុខមកផែនដីតាមរយៈការចាប់ក្នុងបដិសន្ធិក្នុងផ្ទៃនេះណាស្រីព្រំចារីឬស្រីព្រំអាចារ្យនេះឈ្មោះនាងម៉ារីហើយបានព្រះអង្គយាងពីដីទៅណាទៅឈើឆ្កាងហើយយាងពីឈើឆ្កាងទៅណាទៅក្នុងភ្នោ3ថ្ងៃហើយបានព្រះអង្គទៅណារស់ឡើងវិញ40ថ្ងៃបង្រៀនសិស្សបញ្យោសិស្សតែអំសអើយបានថ្ងៃទី40អង្គយើងទៅណាទៅឋានបរមសុខវិញទៅគង់ខាងណាខាងស្ដាំព្រះបិតាហើយដល់ថ្ងៃទី50អង្គចាត់អីមកព្រះវិញ្ញាណនេះព្រះអង្គដែលបានយាងចុះមកនោះជាព្រះអង្គដែលបានយាងឡើងនៅទីដ៏ខ្ពស់បំផុត Hosanna នៅទីដ៏ខ្ពស់បំផុត Hosanna in the highest នៅណា in the heavenly realm នៅឋានបរមសុខ in heavens ដើម្បីអីឆ្លើយលឺបំពេញអ្វីទាំងអស់ខ្ញុំសួរដើម្បីអីឆ្លើយលឺណាដើម្បីអ្វីដើម្បីបំពេញអ្វីទាំងអស់អ្វីដែលយើងខ្វះអំណោយទានដែលយើងខ្វះព្រះអង្គបំពេញអ្វីដែលក្រុមជំនុំ Church of Christ ស្រីវេសាខ្វះព្រះអង្គនឹងបំពេញនេះជាមុខងារព្រះអង្គអត់ចាំយើងគ្រប់លក្ខព្រះអត់ចាំយើងពេញវ័យទេព្រះអង្គហៅយើងតាំងពីយើងមិនតាន់គ្រប់លក្ខតាំងពីយើងមិនតាន់ពេញវ័យហើយព្រះអង្គមានផែនការនឹងបំពេញយើងឲ្យពេញទាំងអស់ពេញគ្រប់គ្នាអាមែនទេខ11គឺព្រះអង្គហើយដែលបានប្រទានឲ្យអ្នកខ្លះមានមុខងារជាសាវកអ្នកខ្លះព្រះអង្គប្រទានអំណោយទានជាសាវកមានមុខងារជាសាវកអ្នកខ្លះទៀតជាព្យាការីខ្លះជាអី apostle សម្ងាយនេះ apostle យើងអត់ឃើញមានឋានៈនឹងទៀតតែយើងឃើញមាន bishop យើងមើលឃើញអ្នក overseer ខ្លះមើលក្រុមជំនុំ100វិហារខ្លះ200វិហារខ្លះ300វិហារកូនចំជាមួយនឹងគ្រូខំសនិទ្ធគាត់គ្រប់ក្រុមជំនុំ123ក្រុមជំនុំនៅស្រុកខ្មែរនឹងអំណោយទានហ្នឹងមិនឋានៈហ្នឹងទេអំណោយទានយើងកំពុងនិយាយពីការព្រះអង្គបំពេញអំណោយទានរបស់ព្រះគ្រីស្ទអាមែនទេអ្នកខ្លះទៀតជាព្យាការីអ្នកថ្លែងព្រះបន្ទូលអ្នកថ្លែងទំនាយអ្នកថ្លែងព្យាករអ្នកខ្លះទៀតជាអ្នកផ្សាយដំណឹងល្អជាអ្នកនាំគេឲ្យជឿព្រះយេស៊ូវគ្រីស្ទតាមការប្រកាសនឹងល្អអ្នកខ្លះទៀតជាគង់វាអ្នកខ្លះប្រកែកខាងខ្វៀលក្រុមជំនុំអ្នកខ្លះទៀតខ្វៀលក្រុមស្ត្រីខ្លះក្រុមបរិសុទ្ធខ្លះក្រុមយុវជនខ្លះក្រុមអធិដ្ឋានខ្លះក្រុមអីទូងវខ្លះក្រុមអីទៀតក្រុមយើងកុមារជាដើមនឹងអ្នកខ្លះទៀតជាអ្នកបងរៀនខ្ញុំបើមើលចំជាងគេបង្រៀននេះឯងណាបាទខ្ញុំជាអំណោយដែលព្រះយេស៊ូវប្រទានដល់ក្រុមជំនុំខ្មែរតែដើមខ្ញុំធ្លាប់ធ្វើជាគ្រូគវិលតែលេងព្រះអង្គឲ្យខ្ញុំរៀនលេងពីគ្រូគវិលមកធ្វើជាអ្នកបង្រៀនខ12ដើម្បីអីរៀបចំប្រជាជនដល់វិសុទ្ធឲ្យបំពេញមុខងារបំរើបង្រៀនអ្នកជឿព្រះអង្គឲ្យចេះបំរើមិនឲ្យចេះបាក់ឲ្យជូតសញ្ញាបត្រឲ្យបានសញ្ញាបត្រឲ្យស្ថាប័នមុខពីរាជព្រះអង្គនឹងទេគឺឲ្យចេះបំរើនឹងចេះកសាងបកាយព្រះអង្គរូបកាយរបស់ព្រះគ្រីស្ទនេះក្រុមនុំរបស់ព្រះគ្រីស្ទរូបកាយព្រះគ្រីស្ទឲ្យកាន់តែរឹងមាំឡើងខ13រហូតដល់យើងទាំងអស់គ្នា
រួមគ្នាសូមនិយាយមកខ្ញុំរួមជំនឿតែមួយមានកំណត់តែមួយធ្វើម៉េចដឹងថារួមជំនឿតែមួយមានតែមួយគឺយើងស្គាល់ព្រះបុត្រារបស់ព្រះជាម្ចាស់បំណងធំគឺស្គាល់ព្រះយេស៊ូវជាបុត្រារបស់ព្រះជាម្ចាស់នឹងទៅជាមនុស្សពេញវ័យមិនធ្វើរឹតដូចកូនក្មេងទៀតមិនគិតតែដណ្ដើមឲ្យគេបំពេញបំណងប្រាថ្នាយើងបំពេញសេចក្តីត្រូវការរបស់យើងជួបគេអត់គិតតែពីសុំគេក៏អត់គិតទៅទាមទារពីគេយើងសួរគេវិញខ្ញុំជួយអីបាន What can I help you This is a sign of maturity. But the sign of a childhood is, can you help me? Can you help me? Can you give me? And then it's a sign of childhood. But a sign of maturity, what can I help you, bro? What can I help you, sister? នេះចឹងបងប្អូនពេញវ័យឬមិនពេញវ័យវាចាប់ដើមនៅពេលដែលបងប្អូនចេះគិតប្រយោជន៍អ្នកដទៃឬក៏គិតតែប្រយោជន៍ខ្លួនឯងបាទចឹងសូមស្ដាប់ក្នុងការស្គាល់ព្រះបុត្រារបស់ព្រះជាម្ចាស់នឹងទៅជាមនុស្សពេញវ័យឡើងដល់កម្ពស់ to the fullness of the stage of Christ បាទឡើងដល់កម្ពស់របស់ព្រះគ្រីស្ទដែលបំពេញអ្វីៗទាំងអស់យើងឃើញបទគម្ពីរខ10និងបទគម្ពីរខ13ប្រាប់ពីអីបំពេញអ្វីទាំងអស់ fills everything ណាបំពេញអ្វីទាំងអស់ចឹងមុខងារព្រះគ្រីស្ទប្រហោងត្រង់ណាក៏ហត់ត្រង់ណាចន្លោះត្រង់ណាស្ទើរត្រង់ណាផងនឹងបំពេញតទៅពេញពោហោហៀតទៅគ្រប់លក្ខណៈសម្បត្តិដៃអរគុណព្រះអង្គអរគុណព្រះអង្គដែលយើងជឿចំព្រះដែលបំពេញអ្វីៗទាំងអស់ឲ្យយើងនេះព្រះដែលមិនចាប់កំហុសយើងណាអញ្ចឹងសង្ខេបឡើងវិញថ្ងៃនេះយើងរៀនបានភាពពេញពោប្រមាណមុខបាទភាពពេញពោទី1គឺឲ្យយើងបានព្រះវិញ្ញាណបើកសម្ដែងយើងស្គាល់ព្រះយេស៊ូវទី2ព្រះវិញ្ញាណបើកសម្ដែងឲ្យបងប្អូនយល់ថាបងប្អូនមានសេចក្តីសង្ឃឹមទី3ព្រះវិញ្ញាណបើកសម្ដែងបងប្អូនយល់ថាបងប្អូនមានសេរីរុងរឿងទី4ព្រះវិញ្ញាណបើកសម្ដែងបងប្អូនយល់ថាបងប្អូនមានឫទ្ធានុភាពទី5ព្រះវិញ្ញាណបើកសម្ដែងបងប្អូនដឹងថាបងប្អូនមានភាពពេញពោរបស់ព្រះគ្រីស្ទសូមអរកាយចុះឲ្យអធិដ្ឋានជាមួយខ្ញុំព្រះយេស៊ូវអើយទូលបង្គំអរគុណព្រះអង្គដែលព្រះអង្គជាសេរសារបស់ក្រុមជំនុំហើយព្រះអង្គត្រាស់ហៅយើងខ្ញុំតាមរយៈពិធីជ្រមុជដោយព្រះវិញ្ញាណឲ្យចូលក្នុងរូបកាយព្រះអង្គហើយយើងបានកើតជាថ្មីមានជីវិតថ្មីដោយសារព្រះវិញ្ញាណហើយម្នាក់មានចំណែកជាសរីរាង្គកាយមួយហើយក្នុងនីតិជារូបកាយព្រះអង្គមិនថាយើងប្រុសមិនថាយើងស្រីយើងមានសិទ្ធិដូចគ្នាយើងមានតម្លៃដូចគ្នាបងអត់បានប្រកាន់យើងថាជាក្រិចជាយូដាជាអ្នកកាត់ស្បែកជាអ្នកមិនកាត់ស្បែកព្រោះពិធីជាមួយទឹកនេះបានរំលាយរនាំងអស់ហើយយកការសង្គ្រោះនេះបានរំលាយរនាំងគេហៅថាអារិភាពដែលបន្ទុះសារាយសះទាំងពីរបាត់ហើយព្រះគុណព្រះអង្គបានផ្សះផ្សាយើងឲ្យមានតម្លៃជាក្រុមគ្រួសាររបស់ព្រះអង្គដូចគ្នាអស់ហើយអរគុណព្រះអង្គដែលព្រះអង្គរើសក្រុមជំនុំមូលដ្ឋានមួយកន្លែងហើយព្រះអង្គប្រទានមនុស្សដែលជាអំណោយទានរបស់ព្រះគ្រីស្ទដល់ក្រុមជំនុំនោះឲ្យអ្នកខ្លះបានពេញមុខងារឬក៏ដើរក្នុងអំណោយទានជាសាវកអ្នកខ្លះបំពេញមុខងារឬបម្រើក្នុងអំណោយទានជាព្យាការីអ្នកខ្លះបំពេញមុខងារឬបម្រើព្រះអង្គក្នុងតាមបន្ទកិច្ចឬក៏តាមអំណោយទានជាគ្រូកងវិលឬជាអ្នកកងវិលខ្លះទៀតជាអ្នកផ្សាយដំណឹងល្អដែលមានសមត្ថភាពនាំគេឲ្យជឿព្រះអង្គច្រើនឡើងមួយទល់នឹងមួយទល់នឹងពីរ3នាក់មួយទល់គ្រូថ្នាក់មួយទល់មនុស្សទាំងវងជាដើមហើយខ្លះទៀតគឺព្រះអង្គទានគេមកជាអំណោយទានដល់ក្រុមជំនុំក្នុងការបង្រៀនព្រះបន្ទូលឲ្យគេស្គាល់ព្រះអង្គសូមអរគុណទី1ចំពោះព្រះគ្រីស្ទទី2ចំពោះអំណោយទានដែលព្រះអង្គប្រទានដល់ក្រុមជំនុំយើងនីមួយទី3អរគុណព្រះអង្គចំពោះខ្លួនយើងដែលព្រះអង្គស្រឡាញ់យើងលុះយើងសង្គ្រោះយើងហើយឲ្យយើងមានចំណែកក្នុងរាជព្រះអង្គមានចំណែកក្នុងរូបកាយព្រះអង្គធ្វើឲ្យយើងមានតម្លៃដូចអ៊ីស្រាអែលដែរធ្វើឲ្យយើងខ្លាយទៅជាតារារបស់អាប់រ៉ាហាំនៅលើមេឃដែលមានចំនួនច្រើនឡើងជាពុជរបស់សារ៉ាឬក៏ជាពុជរបស់រ៉េបេកាដែរថ្ងៃនេះទូបង្គំសូមផ្ញើបងប្អូនក្រុមជំនុំកាថា Springvale South Church of Christ នៅ Australia និងបងប្អូនដែលកំពុងស្ដាប់ព្រះបន្ទូលនៅទីនេះមិនថាគាត់នៅលំនៅឋានឬនៅកន្លែងណាដ៏សមរម្យឬក៏អ្នកដែលនឹងស្ដាប់នៅពេលក្រោយទៀតសូមផ្ញើគាត់ជាមួយនឹងព្រះជាម្ចាស់និងជាមួយព្រះបន្ទូលនៃព្រះគុណដើម្បីឲ្យគាត់បានចម្រុងចម្រើនឡើងពហុគុណឡើងក្នុងការស្គាល់ព្រះគ្រីស្ទថាជាព្រះអម្ចាស់និងជាព្រះសង្គ្រោះរបស់គាត់ហើយគាត់លូតលាស់ឡើងដល់ភាព
ពេញពូនៃរបស់ព្រះគ្រីស្ទដល់ភាពពេញពូនៃកម្ពុជារបស់ព្រះគ្រីស្ទលែងរេរាដូចកូនក្មេងទៀតទៅជាមនុស្សដែលមានប្រយោជន៍ដល់ក្រុមជំនុំទៅជាមនុស្សដែលមានប្រយោជន៍ដល់សហគមន៍ទៅជាមនុស្សដែលមានប្រយោជន៍ដល់គ្រួសារទៅជាមនុស្សដែលមានប្រយោជន៍ដល់ទីក្រុងទៅជាមនុស្សដែលមានប្រយោជន៍ដល់សង្គមជាតិដល់ប្រទេសជាតិនិងពិភពលោកទាំងមូលដោយអាប់រ៉ាហាំខ្លាចជាអ្នកបញ្ចេញពរដល់ប្រជាជាតិហើយកូនផ្ញើអ្នកទាំងអស់នេះទៅក្នុងនាមរបស់ព្រះយេស៊ូវដែលជានាមគង់ពោលអស់ទាំងនាមផ្ញើបងប្អូនទាំងអស់នេះជាមួយនឹងព្រះបន្ទូលនៃព្រះគុណសូមឲ្យព្រះអង្គជួយគេឲ្យចម្រុងចម្រើនឡើងទូលគុំទូលសូមគ្រប់ខាទាំងអស់ដែលនៅព្រះនាមព្រះយេស៊ូវគ្រីស្ទហើយយើងបន្លឺសម្លេងគ្រប់គ្នាថាអាមែនសូមព្រះជាម្ចាស់ប្រទានពរ